បញ្ហាមុនហ្នឹងមិនថាតិចឬក៏ច្រើនទេគឺអត់ចង់មាននៅលើស្បែកមុខតែម្ដងដោយសារតែពេលដែលមានមុនណាគឺឈឺស្បែកមុខហើយមើលទៅបាក់សម្រស់មកកម្រិតតែម្ដងអញ្ចឹងបើសិនជាមានមុនហើយអត់ដឹងថាគួរថែរក្សាស្បែកកំឡុងពេលដែលមានមុនកុំឲ្យរាលដាលទៅកន្លែងផ្សេងឬក៏ខ្លាំងជាងមុនហ្នឹងឲ្យរបៀបណាកុំភ្លេចស្ដាប់វីដេអូនេះឲ្យដល់ចប់បានអញ្ចឹងសម្រាប់techniqueទី1គឺការលាងសម្អាតស្បែកមុខចំពោះអ្នកដែលមានស្បែកមុនអ្នកមានមុនតិចឬក៏មុនច្រើនគឺត្រូវទៅលាងសម្អាតស្បែកមុខមួយថ្ងៃម្ដងឬក៏ពីរដងជាចាំបាច់តែម្ដងដោយសារតែមុនក៏អាចបង្កឡើងពីធូលីដីឬក៏ញើសដែលតោងជាប់នៅលើស្បែករបស់យើងហ្នឹងពីតិចទៅខ្លាំងដូចគ្នាអញ្ចឹងសម្រាប់ការលាងមុខសម្រាប់អ្នកដែលមានមុនតែម្ដងគួរជ្រើសរើសប្រភេទ foam ដែលស្រាលមានកម្រិត pH ទាបដែលអាចជ្រាបទៅដល់ស្បែកមុខបានល្អជាមួយនឹងការព្យាបាលមុនរបស់យើងហ្នឹងគឺបានល្អដូចគ្នាអញ្ចឹងបើសិនជាលាងសម្អាតស្បែកមុខបានល្អចំពោះមុនរបស់យើងក៏អាចងាយរាលដាលទៅកន្លែងផ្សេងឬក៏កាត់បន្ថយការឡើងមុនធ្វើឲ្យស្បែករបស់យើងភ្លឺថ្លាដូចគ្នាទី2នោះគឺការលាបឡេការពារកម្ដៅថ្ងៃឲ្យបានជាប្រចាំឬក៏ឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃអញ្ចឹងសម្រាប់អ្នកដែលគាត់មានមុនមួយចំនួននោះគឺគាត់តែងតែ skip ឬក៏អត់លាបឡេការពារកម្ដៅថ្ងៃតែម្ដងឬក៏គាត់លាបហើយមួយថ្ងៃគឺលាបតែម្ដងហើយគឺអត់មានreapply ឬក៏អីឡើងវិញទេអញ្ចឹងចំពោះឡេការពារកម្ដៅថ្ងៃសម្រាប់អ្នកដែលមានបញ្ហាមុននៅលើស្បែកមិនថាមុនតិចឬក៏មុនច្រើនទេគឺសំខាន់មែនតើព្រោះតែឡេការពារកម្ដៅថ្ងៃហ្នឹងគឺជួយការពារស្បែកមុខរបស់យើងពីកាំរស្មី UV របស់ព្រះអាទិត្យហើយមួយទៀតឡេការពារកម្ដៅថ្ងៃហ្នឹងក៏មានសមត្ថភាពជួយព្យាបាលទៅលើបញ្ហាមុនជួយឲ្យមុនហ្នឹងកុំឲ្យរាលដាលទៅកន្លែងផ្សេងឬក៏ខ្លាំងជាងមុនដូចគ្នាអញ្ចឹងបើសិនជាអ្នកដែលកំពុងតែមានមុនមិនថាមុនតិចឬក៏មុនច្រើនទេគឺខ្ញុំសូមលើកទឹកចិត្តឲ្យលាបឡេការពារកម្ដៅថ្ងៃឲ្យបានទៀងទាត់ហើយក្នុងមួយថ្ងៃ3ទៅ4ដងឬក៏2ទៅ3ដងតាមស្ថានភាពស្បែកជាក់ស្ដែងដូចគ្នាហើយចំពោះការរើសឡេការពារកម្ដៅថ្ងៃហ្នឹងក៏អត់គួរជ្រើសផលិតផលណាដែលមានសារធាតុប្រេងធ្វើឲ្យស្ទះរញើសធ្វើឲ្យមុនរបស់យើងគឺកាន់តែរាលដាលខ្លាំងឡើងផងដែរហើយទី3តកតងជាមួយនឹងទម្លាប់ប្រចាំថ្ងៃជាប្រចាំថ្ងៃអ្នកដែលមានមុនគឺខ្ញុំដឹងតែម្ដងថាគាត់នៅអត់សុខទេគឺដៃជួយចិត្តកេះជួយចិត្តអាយឬក៏ស្ទាបទៅលើស្បែកមុខតែបើសិនជាអ្នកទាំងអស់គ្នានៅតែអនុវត្តវិធីនឹងដដែលគឺមុនអត់មានថ្ងៃជាទេទោះជាប្រើវិធីមួយណាក៏ដោយអញ្ចឹងគឺហាមកេះហាមអង្អែលហាមស្ទាបនៅលើស្បែកដែលកំពុងតែមានមុនហើយមួយទៀតគឺគេឲ្យបានគ្រប់គ្រាន់ញ៉ាំទឹកឲ្យបានច្រើនហើយអាហារដែលគួរញ៉ាំគឺមិនគួរញ៉ាំអាហារដែលមានរសជាតិដិតគួរញ៉ាំអាហារដែលមានរសជាតិសាបឬក៏បន្លែពណ៌បៃតងហើយជៀសវាងពីការញ៉ាំអាហារកែច្នៃច្រើនពេកឬក៏ជាតិស្ករច្រើនពេកអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងមានមុនតិចតួចឬក៏ច្រើនអាចអនុវត្តវិធីនេះបាននៅផ្ទះដោយខ្លួនឯងក៏បានដូចគ្នាតែបើសិនជាអ្នកដែលមានមុនកម្រិតខ្លាំងហើយត្រូវការរកគ្រូពេទ្យជំនាញឬក៏អ្នកសាស្ត្រស្បែកជំនាញត្រូវព្យាបាលឲ្យបន្ថែមគឺអាចអញ្ជើញមកជួបដុកទ័របាន